ជីវិតនេះបើយើងពិចារណាពីភាពមិនទៀងទាត់វិញសូម្បីតែយើងគិតថាយើងអាចរស់នៅមួយថ្ងៃទៀតហ្នឹងគឺជាការប្រមាថការគួសមរបស់ជនជាតិស្បែកសពួកអូស្ត្រាលីឬក៏អាមេរិកកាំងអីបាច់អីតែគេលាទៅធ្វើការហ្នឹងក៏គេលាទៅគេខិះគេអីចឹងទៅប៉ុន្តែយើងមើលយើងខាងដឹងស្អីប៉ុន្តែដល់ពេលអាសួរមែនទែនទៅគេគិតចឹងថាមិនដឹងថាយើងលាទៅហ្នឹងមកវិញជួបគ្នាអត់ហ៎តែមួយថ្ងៃហ្នឹងគឺថាគេពេលគេទៅលាទៅធ្វើការហ្នឹងងាកមកវិញទៅតែគេស្និទ្ធស្នាលទៀតវាថានៅរស់ទេហ្នឹងហើយបើយើងបែរមកធម៌វិញគឺជីវិតនេះបើយើងពិចារណាពីភាពមិនទៀងទាត់វិញសូម្បីតែយើងគិតថាយើងអាចរស់នៅមួយថ្ងៃទៀតហ្នឹងគឺជាការប្រមាថដែរមានប្រសូតមួយព្រះអង្គសួរភិក្ខុទាំងឡាយថាតើអ្នកទាំងឡាយពិចារណាមរណានុសតិហ្នឹងដោយវិធីណាពាក្យមរណានុសតិគឺការរលឹកដល់សេចក្តីស្លាប់ហ្នឹងណាអញ្ចឹងពាក្យមួយម៉ាត់ថាមរណានុសតិមិនប្រកាសថាយើងនិយាយហើយយើងយល់ដូចគ្នាហ្នឹងហើយមានពេលខ្លះយើងថាជីវិតគង់តែស្លាប់ទេប៉ុន្តែក្នុងគណិតយើងថាមិនថ្ងៃហ្នឹងទេមិនឥឡូវទេយ៉ាងហោចក៏50ឆ្នាំទៀតយ៉ាងហោចក៏20ឆ្នាំទៀតយ៉ាងហោចក៏10ឆ្នាំទៀតអីចឹងណាដឹងអញ្ចឹងបានអាត្មាតែនិយាយថាពាក្យរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងមិនប្រកាសថាយើងចេះនិយាយឬក៏យើងស្ដាប់ឮហើយរហូតដល់យើងយកទៅនិយាយប្រាប់គេហ្នឹងយើងពិតជាយល់នៅបំណងដែលព្រះអង្គសម្ដែងទេមានពេលខ្លះយើងតែងលើជីវិតគង់ស្លាប់កំព្រួយពេកប៉ុន្តែក្នុងគំនិតហ្នឹងមិនមែនស្លាប់ឥឡូវទេយូរទៀតគិតថាយូរទៀតហ្នឹងអាហ្នឹងប្រមាថហ្នឹងហើយអញ្ចឹងទៅបានព្រះអង្គសួរភិក្ខុខ្លះលោកអាចគិតថាជីវិតនេះយ៉ាងច្រើន10ឆ្នាំទៀតលោកគិតអញ្ចឹងបានលោកប្រឹងប្រែងឲ្យហើយប៉ុន្តែលោកសិននៅកន្លោះសិននៅក្មេងៗអតិហរៈភិក្ខុបានភិក្ខុកន្លោះព្រះអង្គថាប្រមាថដែរភិក្ខុខ្លះទៀតលោកថាខ្ញុំព្រះអង្គជាប្រកដីហ្នឹងតែងតែគិតថាជីវិតនេះយ៉ាងច្រើន5ឆ្នាំទៀតព្រះអង្គថាប្រមាថមានន័យថាប្រហែសព្រោះជីវិតហ្នឹងវាអាចមុនហ្នឹងណាហើយភិក្ខុខ្លះទៀតខ្ញុំព្រះអង្គដែលខំប្រឹងប្រែងព្យាយាមបំពេញកតបកិច្ចខ្លួនឯងដោយសិលសមាធិបញ្ញាដោយគិតថាជីវិតនេះយ៉ាងយូរមួយឆ្នាំទៀតអស់ហើយបងថាប្រមាថពេកហ្នឹងហើយមួយឆ្នាំសោះភិក្ខុខ្លះទៀតលោកថាខ្ញុំព្រះអង្គគិតថាជីវិតនេះយ៉ាងច្រើន6ខែទៀតកន្លះឆ្នាំអង្គនៅកវីក្បាលទៀតភិក្ខុខ្លះទៀតថា3ខែអង្គកវីទៀតខកខ្លះទៀតលោកគិតថាយ៉ាងច្រើន1ខែអង្គកវីទៀតខកខ្លះទៀតហ្នឹងខ្ញុំព្រះអង្គមានពេលខ្លះគិតថាយ៉ាងច្រើន2អាទិត្យខកខ្លះទៀតលោកថាខ្ញុំព្រះអង្គយ៉ាងច្រើនគិត1អាទិត្យទៀតអាចស្លាប់ខកខ្លះទៀតលោកថាខ្ញុំព្រះអង្គថាស្អែកស្លាប់ចឹងបានប្រឹងថ្ងៃនេះហើយវិខខ្លះទៀតលោកចែកជាយាមឧទាហរណ៍ដូចជាមេរិត្រីវាមាន3យាមបឋមយាមមជ្ឈិមយាមនិងបច្ឆិមយាមមួយយាមបើយើងគិតឥឡូវ4ម៉ោងហ្នឹងហើយដូចជាពីម៉ោង6ដល់ម៉ោង12អញ្ចឹងមួយយាមពីម៉ោង12ដល់ម៉ោង2មួយយាមទៀតពីម៉ោង2ដល់ម៉ោង6មួយយាមទៀតលោកថាតែមួយយាមនៃរាត្រីវិខអង្គខ្លះលោកថាជីវិតនេះដែលខ្ញុំព្រះអង្គមិនប្រមាទដោយគិតថាជាងការដកដង្ហើមចូលទេអត់ចេញវិញចេញឲ្យវាអត់ចូលវិញតែមួយដង្ហើមជីវិតតែមួយដង្ហើមអង្គនៅស្ងៀមខ្លះទៀតលោកគិតថាខ្ញុំព្រះអង្គតែងគិតថាជីវិតនេះគឺមួយគណៈចិត្តហើយនោះត្រូវមែនតើមកចុងក្រោយគេគឺជីវិតនេះតែមួយគណៈចិត្តធាតុពិតមែនជីវិតន្ត្រីដែលវាកើតជាមួយមួយគណៈចិត្តតែមួយដែរអញ្ចឹងពិខុដែលឆ្លើយតែមួយដង្ហើមហើយនឹងមួយគណៈចិត្តហ្នឹងព្រះអង្គឲ្យត្រូវទាំងពីរមួយគណៈចិត្តយើងគិតទៅដល់បរមត្តដែលវាលឿនរហ័សហើយមួយដង្ហើមយើងគិតជាលក្ខណៈប្រសូតជាសសម្ភារៈមួយដង្ហើមខកខ្លះទៀតលោកគិតថាមួយពំនូតបាយមានន័យថាលេបបាយតែមកងាប់ក៏មានដែរហ្នឹងហើយអាហ្នឹងក៏ព្រះអង្គសរសើរដែរអញ្ចឹងមែនបើសិនជាយើងឃើញជីវិតនេះវាអាចតែមួយដង្ហើមយើងអត់ប្រមាទទេមែនទេហ្នឹងហើយប៉ុន្តែថ្ងៃយើងតែបើតែយើងគិតដល់សេចក្តីស្លាប់ក៏ពិតមែនប៉ុន្តែយើងគិតថានៅមួយអាទិត្យទៀត
ý mình đại phong tam mở phải buôn đọc cho làm tí đấy đâu mẹ lâu lâu rồi mẹ đấy mẹ là